จำนวนអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាកើនឡើងដល់ជាង1,000 អ្នកខណៈដែលគ្រោះមហន្តរាយចាប់ផ្ដើមកើតឡើងដោយ Ross Atkin, Trish Lau, James Ledge, Lucas Lilliholm, Jerome Taylor, Sophie Tano និង Rosa Rahimi បានធ្វើបច្ចុប្បន្នភាពនៅម៉ោង 8:11 ព្រឹក EDIT ថ្ងៃសៅរ៍ 29 មីនា 2025 អ្វីដែលយើងកំពុងគ្របដណ្ដប់គ្រោះរញ្ជួយដីវាយប្រហារប្រទេសមីយ៉ាន់ម៉ាយ៉ាងហោចណាស់មនុស្ស1,000 អ្នកបានស្លាប់បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត 7.7 រិកតបានវាយប្រហារនៅជិតទីក្រុងមែនដេឡៃក្នុងប្រទេសមីយ៉ាន់ម៉ានិងបានអង្រួនប្រទេសថៃដែលជាអ្នកជិតខាងគ្រោះរញ្ជួយដីនេះគឺជាគ្រោះរញ្ជួយដីដ៏ធំបំផុតដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេលជាង1សតវត្សរ៍ការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបានប៉ាន់ប្រមាណថាចំនួនអ្នកស្លាប់អាចលើសពី10,000 ជំនួយបរទេសមកដល់ប្រទេសជិតខាងដ៏ធំរបស់មីយ៉ាន់ម៉ាចិននិងឥណ្ឌាបានបញ្ជូនក្រុមទៅជួយក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថាក្រុមចិនគឺជាក្រុមសង្គ្រោះអន្តរជាតិដំបូងគេដែលបានមកដល់ប្រទេសនេះនៅព្រឹកថ្ងៃសៅរ៍ខណៈដែលរដ្ឋមន្ត្រីការបរទេសឥណ្ឌាបាននិយាយថាញើដេលីបានបញ្ជូនក្រុមសង្គ្រោះនិងក្រុមគ្រូពេទ្យរួមជាមួយនឹងជំនួយមនុស្សធម៌ជាបន្ទាន់ស្វែងរកកំទេចធ្ងន់នៅទីក្រុងបាងកកការរញ្ជួយដីបានបង្កឲ្យមានការដួលរលំអគារជាច្រើនរយម៉ាយមនុស្សយ៉ាងតិច10 នាក់បានស្លាប់នៅក្នុងរដ្ឋធានីថៃដោយអាជ្ញាធរកំពុងប្រណាំងដើម្បីរំដោះមនុស្សជាង100 នាក់ផ្សេងទៀតដែលគេជឿថាជាប់នៅក្រោមគំនរបាក់បែកនៃអគារខ្ពស់ដែលកំពុងសាងសង់បញ្ហាប្រឈមចំពោះការឆ្លើយតបនឹងគ្រោះមហន្តរាយប្រទេសមីយ៉ាន់ម៉ាដែលជាប្រទេសក្រីក្របំផុតមួយនៅអាស៊ីកំពុងវិលត្រឡប់ពីសង្គ្រាមស៊ីវិលដែលបង្កឡើងដោយរដ្ឋប្រហារយោធាឆ្នាំ2021ហេដ្ឋារចនាសម្ព័ន្ធខ្សោយធ្វើឲ្យវាមិនមានឧបករណ៍គ្រប់គ្រាន់ដើម្បីដោះស្រាយជាមួយនឹងគ្រោះមហន្តរាយធម្មជាតិធំក្រុមជំនួយបាននិយាយថាការដាច់ចរន្តទំនាក់ទំនងនិងផ្លូវថ្នល់ដែលរងការខូចខាតកំពុងធ្វើឲ្យមានការពិបាកក្នុងការទៅដល់មនុស្សដែលត្រូវការជំនួយអ្នកកាសែតនិរទេសខ្លួននិយាយថារដ្ឋបាលរដ្ឋក្នុងប្រទេសមីយ៉ាន់ម៉ាមិនអាចជួយបានអ្នកកាសែតភូមាម្នាក់ដែលនិរទេសខ្លួនបានរៀបរាប់ពីការយាដំណឹងនៃការរញ្ជួយដីដែលបានវាយប្រហារស្រុកកំណើតរបស់គាត់ក្នុងតំបន់មែនដេឡៃ Hensey ដែលបាននិយាយជាមួយ Conan ដោយប្រើឈ្មោះคล้ายៗបានបាត់បង់ប្អូនប្រុសរបស់គាត់នៅក្នុងការរញ្ជួយដីគាត់បាននិយាយថាខ្ញុំបានទទួលការហៅទូរស័ព្ទពីអ្នកភូមិម្នាក់ដែលបង្ហាញខ្ញុំថាវត្តមួយបានប្រែក្លាយទៅជាកំទេចថ្មដោយនិយាយថាបងប្រុសរបស់ខ្ញុំនៅក្នុងនោះម្សិលមិញជាថ្ងៃតំអាហារតាមប្រពៃណីព្រះពុទ្ធសាសនាអគារសាសនានៅក្នុងភូមិរបស់ខ្ញុំមានអាយុយ៉ាងតិច70 ឆ្នាំនៅពេលដែលរញ្ជួយដីបានកើតឡើងអគារទាំងនោះមិនអាចទ្រាំទ្របានចំណាយពេល3ម៉ោងសម្រាប់បុរសមកពីភូមិដើម្បីយកសាកសពបងប្រុសរបស់គាត់មកវិញដែលគាត់និយាយថាជាបំណែកដាច់ដោយឡែកហើយក៏ភ្លាមយោងតាមលោក Hensey មិនមានជំនួយជាផ្លូវការពីរដ្ឋបាលរដ្ឋទេហើយប្រជាជនកំពុងពឹងពាក់គ្នាទៅវិញទៅមកសម្រាប់ជំនួយលោកបាននិយាយអំពីអាជ្ញាធរថាពួកគេមិនមានសមត្ថភាពក្នុងការជួយដល់ការបំផ្លិចបំផ្លាញដ៏រាលដាលបែបនេះទេយ៉ាងហោចណាស់មនុស្ស60 នាក់នៅក្នុងភូមិ Hensey ត្រូវបានសម្លាប់នេះបើយោងតាមសមាជិកក្រុមជួយសង្គ្រោះនៅទីនោះអ្នកកាសែតដែលមិនអាចត្រឡប់មកប្រទេសរបស់គាត់វិញដោយសារភ័យខ្លាចថាត្រូវជាប់ឃុំឃាំងបាននិយាយថាក្រុមឧទាមនិងរបបយោធាគួរតែផ្ដោតលើការជួយសង្គ្រោះប្រជាជនជាងការប្រយុទ្ធបុរសម្នាក់និយាយលាម្ដាយដែលសាកសពនៅជាប់ក្រោមគំនរបាក់បែកក្នុងប្រទេសមីយ៉ាន់ម៉ាខ្សែវីដេអូបង្ហាញពីអារម្មណ៍បុរសម្នាក់កាន់ដៃម្ដាយដែលគ្មានជីវិតដែលសាកសពនៅជាប់ក្រោមគំនរបាក់បែកក្នុងប្រទេសមីយ៉ាន់ម៉ាខណៈដែលគាត់និយាយពាក្យលាចុងក្រោយទៅកាន់នាងបុរសដែលម្ដាយរបស់នាងត្រូវបានគេសម្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត7.7 រិកតកាលពីថ្ងៃសុក្របានយំដូចដែលគាត់ប្រាប់នាងម៉ែជាកូនរបស់អ្នកសូត្រធម៌ក្នុងនាមអ្នកដែលជាការអនុវត្តស្នូលនៃព្រះពុទ្ធសាសនាគាត់បន្តថាសូមធានាពីខ្ញុំនឹងមិនទៅកន្លែងណាដែលអ្នកមិនចង់ខ្ញុំទេខ្ញុំក៏មិនធ្វើអ្វីដែលល្ងងដែរខ្ញុំនឹងល្អសូមប្រកាសចិត្តចំពោះខ្ញុំបុរសនោះពណ៌នាអំពីខ្លួនគាត់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាជាអ្នករស់នៅទីក្រុងនៃភីដេវដែលជារដ្ឋធានីសាងសង់ដោយយោធារបស់ប្រទេសមីយ៉ាន់ម៉ាប៉ុន្តែវាមិនច្បាស់ថាវីដេអូនេះត្រូវបានថតនៅទីណានោះទេមនុស្សយ៉ាងហោចណាស់1,000 អ្នកបានស្លាប់បន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារនៅជិតទីក្រុងមែនដេឡៃក្នុងប្រទេសមីយ៉ាន់ម៉ានិងបានអង្រួនប្រទេសថៃដែលជាអ្នកជិតខាងគ្រោះរញ្ជួយដីនេះគឺជាគ្រោះរញ្ជួយដីដ៏ធំបំផុតដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេលជាង1សតវត្សរ៍ការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបានប៉ាន់ប្រមាណថាចំនួនអ្នកស្លាប់អាចលើសពី10,000នាយករដ្ឋមន្ត្រីថៃនិយាយថាថៃបានវិលមករកភាពប្រក្រតីវិញហើយបន្ទាប់ពីរញ្ជួយដីនាយករដ្ឋមន្ត្រីថៃលោកផៃតុងថាន Shinawatra ប្រទេសបានវិលទៅរកភាពប្រក្រតីវិញហើយបន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហាររដ្ឋធានីលោក Shinawatra បាននិយាយថាមានតែអគារមួយប៉ុណ្ណោះដែលបានដួលរលំនៅក្នុងទីក្រុងបាងកកដោយបន្ថែមថា
អាគារនេះកំពុងសាងសង់ហើយមិនមានអាគារផ្សេងទៀតនៅក្នុងរដ្ឋធានីទទួលរងផលប៉ះពាល់ស្រដៀងគ្នានេះទេនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាយើងបានប្រគល់ភារកិច្ចឲ្យមន្ទីរសាធារណការនិងក្រុងនឹងផែនការប្រទេសស៊ើបអង្កេតអំពីអ្វីដែលបានកើតឡើងអាគារបាក់រលំនិងអ្វីទៅជាស្តង់ដារនាពេលអនាគតយ៉ាងហោចណាស់មនុស្ស10នាក់ក្នុងប្រទេសថៃបានស្លាប់ដោយសារគ្រោះរញ្ជួយដីនេះនៅក្នុងប្រទេសជិតខាងមីយ៉ាន់ម៉ាចំនួនអ្នកស្លាប់បច្ចុប្បន្នមានច្រើនជាង1,000 នាក់ជាមួយនឹងក្រុមជំនួយនៅតែស៊ូដើម្បីទៅដល់អ្នកដែលត្រូវការជំនួយកង្វះគ្រឿងយន្តធុនធ្ងន់រារាំងការស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងប្រទេសមីយ៉ាន់ម៉ាអ្នកនៅរស់រានមានជីវិតពីការរញ្ជួយដីកម្រិត 7.7 រិកត័រដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្របាននឹងកំពុងរត់ឆ្លងកាត់ភាពកខ្វក់ដោយដៃទេរបស់ពួកគេដើម្បីព្យាយាមជួយសង្គ្រោះអ្នកដែលនៅតែជាប់នៅក្រោមគំនរបាក់បែកដែលរារាំងដោយកង្វះខាតគ្រឿងចក្រប្រទេសមីយ៉ាន់ម៉ាមិនមានឧបករណ៍គ្រប់គ្រាន់ក្នុងការដោះស្រាយជាមួយនឹងការធ្លាក់ចុះនៃគ្រោះមហន្តរាយធម្មជាតិនោះទេប្រទេសនេះបានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលដ៏បង្ហូរឈាមចាប់តាំងពីឆ្នាំ2021ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនិងប្រជាជនរាប់លានអ្នកបានផ្លាស់ទីលំនៅខាងក្នុងអ្នករស់រានមានជីវិតពីការរញ្ជួយដីថេតមីនអូអាយុ25ឆ្នាំបានប្រាប់រយតក្នុងទីក្រុងមែនដេឡៃដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលរងគ្រោះខ្លាំងបំផុតថាមានគំនរបាក់បែកច្រើនពេកហើយគ្មានក្រុមជួយសង្គ្រោះមករកយើងទេគាត់បានរៀបរាប់អំពីរបៀបដែលសមាជិកគ្រួសាររបស់គាត់មួយចំនួននៅតែជាប់នៅក្រោមអាគារបាក់រលំទោះបីជាគាត់ព្យាយាមជីកពួកគេដោយដៃរបស់គាត់ក៏ដោយទន្ទឹមនឹងនោះនៅអេម៉ារ៉ាភឺរ៉េដែលជាសង្កាត់មួយក្នុងទីក្រុងមែនដេឡៃបុគ្គលិកសង្គ្រោះបាននិយាយថាគាត់កំពុងព្យាយាមទៅដល់ព្រះសង្ឃចំនួន140អង្គដែលនៅតែស្ថិតនៅក្រោមគំនរបាក់បែកនៃអាគារមួយគាត់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថាយើងមិនអាចជួយបានទេដោយសារយើងមិនមានកម្លាំងមនុស្សនិងម៉ាស៊ីនគ្រប់គ្រាន់ដើម្បីយកកម្ទេចកំទីចេញគាត់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានដោយបន្ថែមថាយើងនឹងមិនឈប់ដំណើរការទេប្រទេសជាច្រើនបានដាក់ពង្រាយក្រុមជួយសង្គ្រោះទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីបង្កើនប្រតិបត្តិការសង្គ្រោះជាមួយនឹងមនុស្សជាច្រើនដែលនៅតែបាត់ខ្លួនបន្ទាប់ពីរដ្ឋាភិបាលយោធារបស់ប្រទេសនេះបានធ្វើការអង្វររកជំនួយដ៏កម្រមួយក្រុមជនជាតិចិនគឺជាក្រុមសង្គ្រោះអន្តរជាតិដំបូងគេដែលបានទៅដល់ទីក្រុងយ៉ាងកូនដ៏ធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ាកាលពីព្រឹកថ្ងៃសៅរ៍នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិនកុកថេព្រះរាជវង្សានុវង្សថៃផ្ញើសាររំលែកទុក្ខក្រោយគ្រោះរញ្ជួយដីពីខុនរ៉ូសារ៉េហេមីព្រះមហាក្សត្រថៃមេហេវេដេរ៉ាឡុងខូនរួមជាមួយនឹងព្រះមហាក្សត្រយានីនិងព្រះអង្គម្ចាស់របស់ប្រទេសបានសម្ដែងនៅទុក្ខសោកនិងរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារនៃអ្នកដែលបានបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីនេះព្រះរាជវង្សានុវង្សបានប្រកាសថាពួកគេបានណែនាំដល់ជនរងគ្រោះដោយសារការរញ្ជួយដីទាំងអស់ពីទូទាំងប្រទេសឲ្យចូលខ្លួនជាអ្នកជំងឺក្រោមការឧបត្ថម្ភរបស់ព្រះរាជានៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍យ៉ាងហោចណាស់មនុស្ស10នាក់បានស្លាប់នៅក្នុងទីក្រុងបាងកកខណៈដែលអាជ្ញាធរកំពុងប្រជែងគ្នាដើម្បីរំដោះពិន្ទុបន្ថែមទៀតដែលត្រូវបានគេជឿថាបានជាប់នៅក្រោមគំនរបាក់បែកនៃអគារខ្ពស់ដែលកំពុងសាងសង់នៅប្រទេសមីយ៉ាន់ម៉ាតូចតៃវ៉ាន់ជនភៀសខ្លួនភូមាព្យាយាមតាក់ទងសាច់ញាតិក្រោយការរញ្ជួយដីនៅក្នុងប្រទេសភូមាតូចរបស់កោះតៃវ៉ាន់ដែលជាផ្ទះរបស់មនុស្សរាប់ពាន់នាក់មកពីជនភៀសខ្លួនចិនភូមាមនុស្សជាច្រើនបានចំណាយពេលមួយយប់ដោយមិនបានដេកបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារទីក្រុងមែនដេឡៃដែលជាទីក្រុងធំទី2របស់ប្រទេសមីយ៉ាន់ម៉ាជាមួយនឹងអ៊ីនធឺណិតមិនស្ថិតស្ថេររបស់ប្រទេសមីយ៉ាន់ម៉ានិងរបាយការណ៍អំពីការដាច់ចរន្តអគ្គិសនីនៅក្នុងទីក្រុងមែនដេឡៃដែលរងគ្រោះខ្លាំងនោះមនុស្សជាច្រើនបានរងចាំយ៉ាងអន្ទះសារជាច្រើនម៉ោងដើម្បីទទួលដំណឹងពីសាច់ញាតិរបស់ពួកគេ Ken McVo ដែលមានក្មួយស្រីនៅទីក្រុងមែនដេឡៃបាននិយាយថានាងគ្រាន់តែអាចបញ្ជាក់ពីសុវត្ថិភាពរបស់គ្រួសារនាងនៅយប់ថ្ងៃសុក្រប៉ុណ្ណោះលោកបាននិយាយថាវាជាការធូរស្រាលមួយនាងបានប្រាប់ខ្ញុំថាផ្ទះ2ជាន់របស់ពួកគេបានញ័រយ៉ាងខ្លាំងហើយពួកគេបានប្រញាប់ចេញទៅខាងក្រៅភ្លាមដោយសារតែការភ្ជាប់មិនល្អកាន់តែអាក្រក់ទៅដោយការរឹតបន្តឹងអ៊ីនធឺណិតដែលបានដាក់បន្ទាប់ពីរដ្ឋប្រហារយោធាក្នុងឆ្នាំ2021ក្មួយស្រីរបស់គាត់គ្រាន់តែអាចផ្ញើវីដេអូខ្លីបង្ហាញពីការខូចខាតផ្ទះរបស់ពួកគេសមាជិកសហគមន៍ភាគច្រើនដែលបាននិយាយជាមួយ Fonan បាននិយាយថាគ្រួសាររបស់ពួកគេមិនរងផលប៉ះពាល់ខ្លាំងទេដោយសារមនុស្សជាច្រើនមានទំនាក់ទំនងជាមួយទីក្រុងយ៉ាងកោនដែលនៅឆ្ងាយពីចំណុចកណ្ដាលកោះតៃវ៉ាន់គឺជាជម្រករបស់ជនជាតិចិនភូមាប្រមាណ50,000 នាក់ដែលភាគច្រើនបានតាមដាននឿស្គលរបស់ពួកគេត្រឡប់ទៅចុងបញ្ចប់នៃសង្គ្រាមស៊ីវិលចិនក្នុងឆ្នាំ1949នៅពេលដែលទាហានសាធារណរដ្ឋចិនដែលចាញ់បានភៀសខ្លួនទៅភូមាមុនពេលផ្លាស់ប្ដូរទីលំនៅទៅតៃវ៉ាន់សហគមន៍នេះត្រូវបានប្រមូលផ្ដុំនៅក្នុងទីក្រុង New Taipei ដែលនៅជិតរដ្ឋធានី Taipei របស់កោះនេះនៅហាងតែទឹកដោះគោភូមាម្ចាស់ហាង99ដែលសាច់ញាតិរបស់ពួកគេមានសុវត្ថិភាពក្នុងទីក្រុងយ៉ាងកោនបាននិយាយថាមនុស្សជាច្រើននៅក្នុងសហគមន៍មានអារម្មណ៍អស់សង្ឃឹម
នាងបាននិយាយថាយើងភាគច្រើនគេងមិនលក់កាលពីយប់មិញហើយយើងកំពុងចែករំលែកព័ត៌មានថ្មីជាមួយគ្នាជានិច្ចមនុស្សជាច្រើនមានអារម្មណ៍ថាប្រសិនបើយើងនៅមីយ៉ាន់ម៉ាប្រហែលជាយើងអាចជួយបានខណៈដែលសាច់ញាតិភាគច្រើនមានសុវត្ថិភាពនាងណៃនបាននិយាយថានាងបានដឹងអំពីសិស្សភូមាម្នាក់នៅកោះតៃវ៉ាន់ដែលបានបាត់បង់ម្ដាយនៅភាគខាងជើងមែនដេឡៃកាលពីថ្ងៃសៅរ៍សហគមន៍ភូមានៅតៃវ៉ាន់ដែលដឹកនាំដោយសមាគមមាតុភូមិនិវត្តន៍បានចាប់ផ្ដើមយុទ្ធនាការរៃអង្គាសប្រាក់ដើម្បីគាំទ្រជនរងគ្រោះឲ្យត្រឡប់ទៅផ្ទះវិញអ្នកជំនួញនៅទីក្រុងមែនដេឡៃរំលឹកថាត្រូវបានគេបោះចោលនៅលើស្ពាននៅពេលរញ្ជួយដីលោកស៊ឺហ្គូលេនអាយុ40ឆ្នាំជាពាណិជ្ជករជនជាតិចិនក្នុងការជួញដូរត្បូងស្ថិតនៅក្នុងទីជនបទភាគកណ្ដាលនៃប្រទេសមីយ៉ាន់ម៉ាក្នុងដំណើរកម្សាន្តជាមួយមិត្តភក្តិ3នាក់កាលពីថ្ងៃសុក្រនៅពេលដែលពួកគេមានអារម្មណ៍ថាមានការរញ្ជួយដីភ្លាមបន្ទាប់ពីពាក់កណ្ដាលថ្ងៃត្រង់គាត់បានប្រាប់ខុនថានៅពេលដែលរញ្ជួយដីបានវាយប្រហារយើងនៅលើស្ពានបៀនក្នុងទីក្រុងមែនដេឡៃវាជាស្ពានឈើហើយយើងទាំងអស់គ្នាដេកនៅលើវាដំបូងឡើយការញ័រគឺស្រាលបន្តិចប៉ុន្តែបន្ទាប់មកវាកាន់តែខ្លាំងឡើងយើងបានសម្ប៉ែតលើពោះរបស់យើងហើយស្ពានបានរំកិលទៅក្រោយប្រហែល20សង់ទីម៉ែត្រវាមានអារម្មណ៍ថាយើងកំពុងរអិលទៅមុខឥឡូវនេះស៊ឺដែលបានរស់នៅក្នុងមែនដេឡៃអស់រយៈពេល3ឆ្នាំស្ថិតនៅក្នុងទីក្រុង New Mandalay Resort City ដែលជាសង្កាត់ល្អមួយបានប្រមូលផ្ដុំគ្នាជាមួយជនជាតិចិនរាប់សិបនាក់លោកបាននិយាយថាការភ្ជាប់អ៊ីនធឺណិតមិនមានស្ថិរភាពគាត់បាននិយាយថាផ្ទះជាច្រើនបានប្រេះបែកដោយសារការរញ្ជួយដីហើយយើងភ័យខ្លាចពេកក្នុងការចូលទៅខាងក្នុងយប់មិញយើងត្រូវដេកក្នុងឡានរបស់យើងដែលចតនៅតាមផ្លូវយើងទាំងអស់គ្នាមានសុវត្ថិភាពគ្មានមិត្តរបស់ខ្ញុំណាម្នាក់រងរបួសទេផ្លូវនានាក្នុងទីក្រុងមែនដេឡៃមានសុវត្ថិភាពអគារនៅតំបន់អ្នកមានហាក់ដូចជាមានភាពល្អប្រសើរប៉ុន្តែនៅកណ្ដាលទីក្រុងកន្លែងខ្លះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរខ្ញុំពិតជាសង្ឃឹមថាមែនដេឡៃនឹងត្រឡប់មកវិញក្នុងពេលឆាប់នេះវាជាទីក្រុងដ៏ធំដែលមានមនុស្សរស់នៅច្រើនណាស់ការជំរុញជំនួយអន្តរជាតិប្រទេសជាច្រើនបានបញ្ជូនក្រុមជួយសង្គ្រោះទៅកាន់ប្រទេសមីយ៉ាន់ម៉ាប្រទេសជាច្រើនបានដាក់ពង្រាយក្រុមជួយសង្គ្រោះទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីបង្កើនប្រតិបត្តិការជួយសង្គ្រោះចំពេលមានការកើនឡើងនៃចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកម្រិត 7.7 រិកតកាលពីថ្ងៃសុក្រដោយមនុស្សជាច្រើននៅតែបាត់ខ្លួននៅឡើយមេដឹកនាំយោធាក្នុងប្រទេសឯកោបានចាត់វិធានការដ៏កម្រនៃការស្នើសុំជំនួយអន្តរជាតិដើម្បីដោះស្រាយការរញ្ជួយដីនេះក្នុងអំឡុងពេលគ្រោះមហន្តរាយធម្មជាតិធំពីមុនពួកគេបានបដិសេធការផ្តល់ជំនួយជាសកលក្រុមជនជាតិចិនគឺជាក្រុមសង្គ្រោះអន្តរជាតិដំបូងគេដែលបានទៅដល់ទីក្រុងយ៉ាងកូនដ៏ធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ាកាលពីព្រឹកថ្ងៃសៅរ៍នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិនកុកថេទីភ្នាក់ងារជំនួយបរទេសរបស់ខ្លួនបាននិយាយកាលពីថ្ងៃសៅរ៍ថាទីក្រុងប៉េកាំងក៏នឹងផ្តល់ជំនួយមនុស្សធម៌ចំនួន100លានយ៉ន13លានដុល្លារដល់ប្រទេសមីយ៉ាន់ម៉ាផងដែរបន្ទាប់ពីមេដឹកនាំចិនខុយយិនភីងបាននិយាយតាមទូរស័ព្ទទៅកាន់ប្រធានរបបយោធាមីយ៉ាន់ម៉ាលោកមីនអែងលេងប្រទេសចិនគឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់របបយោធាក៏ដូចជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ខ្លួនដោយបានបណ្ដាក់ទុនរាប់ពាន់លានដុល្លារក្នុងការរុករករ៉ែព្រេងនិងអូស្មန်ធម្មជាតិនៅក្នុងប្រទេសដែលសម្បូរធនធានក្រសួងសង្គ្រោះបន្ទាន់របស់ប្រទេសបាននិយាយថារុស្ស៊ីឆាប់ធ្វើតាមចិនក្នុងការដាក់ពង្រាយក្រុមអ្នកឯកទេសរបស់ខ្លួនរួមទាំងក្រុមឆ្កែអ្នកព្យាបាលរោគនិងអ្នកចិត្តសាស្ត្ររដ្ឋមន្ត្រីការបរទេសឥណ្ឌាJaishankar បាននិយាយនៅថ្ងៃសៅរ៍ទីថ្ងៃសៅរ៍ថាប្រទេសជិតខាងឥណ្ឌាក៏បានបញ្ជូនក្រុមសង្គ្រោះនិងក្រុមពេទ្យរួមជាមួយនឹងជំនួយមនុស្សធម៌ជាបន្ទាន់ផងដែរហុងកុងសិង្ហបុរីនិងម៉ាឡេស៊ីក៏បានសន្យាបញ្ជូនក្រុមជួយសង្គ្រោះផងដែរនៅក្នុងរូបភាពប្រតិបត្តិការជួយសង្គ្រោះដែលកំពុងបន្តនៅទីក្រុងបាងកកនិងទីក្រុងមែនដេឡៃប្រតិបត្តិការសង្គ្រោះកំពុងបន្តទាំងនៅទីក្រុងបាងកកប្រទេសថៃនិងទីក្រុងមែនដេឡៃប្រទេសមីយ៉ាន់ម៉ាមួយថ្ងៃបន្ទាប់ពីការរញ្ជួយដីកម្រិត 7.7 រិកតបានវាយប្រហារក្នុងតំបន់នៅទីក្រុងបាងកកក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកគំនរបាក់បែកនៃអគារខ្ពស់ដែលដួលរលំដែលជាកន្លែងដែលមនុស្សជាង100នាក់ត្រូវបានគេជឿថាកំពុងជាប់នៅពេលដែលការខិតខំប្រឹងប្រែងនៅតែបន្តមនុស្សជាទីស្រឡាញ់របស់អ្នកដែលខ្លាចនៅក្រោមគំនរបាក់បែកបានយកទៅរងចាំនៅគែមនៃកន្លែងជីកនៅមីយ៉ាន់ម៉ាមនុស្សយ៉ាងតិច 1.000 នាក់បានស្លាប់ប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតនៅអាស៊ីហើយការវិលត្រឡប់ពីរដ្ឋប្រហារយោធាឆ្នាំ2021ហេតុថាចនាសម្ព័ន្ធខ្សោយធ្វើឲ្យប្រទេសនេះមិនមានឧបករណ៍គ្រប់គ្រាន់ដើម្បីដោះស្រាយជាមួយនឹងគ្រោះមហន្តរាយធម្មជាតិធំប្រទេសជាច្រើនបានដាក់ពង្រាយក្រុមជួយសង្គ្រោះទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីជំរុញប្រតិបត្តិការសង្គ្រោះ